ភ្លេចបិទឡាយពេលដោះខោអាវនាងគួរឲ្យភ្ញាក់ផ្អើលមិត្តរួមការងារឃើញក៏ប្រញាប់រំរឹកហ្វាងចែធ្វើអីហ្នឹងមានរឿងអីត្រូវហាមសាយអីគេនៅមិនទាន់បិទឡាយរហូតដល់ជើហ្វាងបែរមើលទូរស័ព្ទទើបដឹងថាកើតរឿងមិនល្អខ្មាស់គេស្ទើរលេចដីនាងមិនដឹងរឿងមុននេះទេត្រូវបានថ្នាក់ដឹកនាំប្រកួតឃើញហើយគាត់ដកដង្ហើមធំយុវជនចង់ល្បីពេកបោះបង់សិលធម៌អស់គ្រាន់តែគ្នាមួយចោទថាគាត់គ្រាន់តែបំផុសបំផុលគ្មាននរណានឹកស្មានដល់ច្នៃប្រឌិតកន្លែងព្យាបាលស៊ូយូសានមើលគាត់ប្លែកគំនិតនេះផ្លាស់សម្រាមឲ្យមានតម្លៃគាត់ចូលចិត្តអ្នករចនាប៉ិនប្រសប់នេះសុងលីងស្រឡាញ់ជើហ្វាងក៏មានការប្រច័ណ្ឌភ្លាមថ្ងៃបន្ទាប់លូណាសុំសុងលីងសហការចង់ទម្លាយរឿងអាក្រក់គូប្រជែងតែត្រូវសុងលីងបដិសេធភ្លាមអ្នកពិតជាឆ្លាតណាស់ឆ្លាតពេកពិបាកនៅជាមួយខ្ញុំឆ្លាតព្រោះចង់ស័ក្តិសមនឹងអ្នកអែមខាងទៀតហួឈឿនដងរលត់ដៃជួសជុលទូយ៉ូជើហ្វាងបិទបង់បាតឲ្យគាត់ថ្នមបានចូលភ្នែកសុងលីងដែលនៅទល់មុខសុងលោកត្រឡប់មកផ្ទះសរសើរអំពីហួឈឿនដងសុងលីងស្រាប់តែប្រែជាស្អប់មុនពេលបិទការចុះឈ្មោះប្រកួតរចនាម៉ូដជើហ្វាងមានឈ្មោះក្នុងបញ្ជីសុងលីងជ្រួញចិញ្ចាំខ្លាំងមិនយល់ថាហេតុអ្វីស៊ូយូសានជួយគាត់ចង់ឲ្យជើហ្វាងធ្លាក់បើជើហ្វាងជាប់ទំនាក់ទំនងពួកគេនឹងលាតត្រដាងជើហ្វាងឡើងតំណែងដោយសារខ្នងគាត់បារម្ភកាន់តែខ្លាំងខ្លាចជូហ្វាងខ្លាចជាកូនអុកដូចដែលគិតមែនជូហ្វាងស្រវឹងរត់ទៅផ្ទះសុងលីងអួតខ្លាចបាត់ហើយខ្ញុំថាហើយអ្នកនឹងបាត់មុខអ្នកមិនដែលរាប់អានខ្ញុំពីមុនមកទេភ្ញាក់ផ្អើលទេតែមិនទាន់បានអួតផងសុងលីងស្រោចទឹកត្រជាក់ដាស់ភ្លាមរំលឹកថាគេជាប់រស់មានអ្នកលេងល្បិចត្រូវប្រយ័ត្នកុំឲ្យគេប្រើអ្នកតែសមរភូមិប្រកួតពិតប្រាកដមកដល់លឿនណាស់បេក្ខជនប្រជែងដណ្ដើមសម្ភារៈចិត្តវាយគ្នាតែជូហ្វាងឈោមមើលស្ងាត់ភាពត្រជាក់នេះធ្វើឲ្យស៊ូយូសានកោតសរសើរនាងនេះគួរឲ្យចាប់អារម្មណ៍បើគាត់ត្រូវចិត្តអ្នកលោកសុងអ្នកចង់ដណ្ដើមគេហើយគួរឲ្យភ្ញាក់ផ្អើលគាត់ស្រាប់តែលេចមុខមកសរសើរជើហ្វាងថាច្នៃប្រឌិតទាញចំណាប់អារម្មណ៍បេក្ខជនផ្សេងទៀតខ្សឹកសៀវពេញកម្មវិធីសម្លេងទាំងនោះចាក់ទម្លុះគាត់យ៉ាងណាការរកដៃគូបន្ទាប់ជាឧបសគ្គថ្មីគ្មាននរណាចង់ប្រកួតជាមួយអ្នកមានក្នុងបង្អែកសុងលីងប្រាប់ជើហ្វាងឲ្យពឹងលើខ្លួនឯងស្រាប់តែលូណាហុចឱកាសឲ្យជើហ្វាងចង់ចាប់ដៃគូជាមួយគាត់វគ្គក្រោយសុងលីងថាលូណាមានបំណងអាក្រក់គាត់ចាត់ទុកជើហ្វាងជាគូប្រជែងកុំធ្វើផ្ដេសផ្ដាសលូណារឹងតឹងចង់ទាស់ទែងសុងលីងការពារគាត់ក៏រើសជើហ្វាងបារម្ភគ្មានអ្នកណាចូលក្រុមដំណឹងស៊ូយូលីនធ្វើឲ្យគាត់លំបាកលូណាសុកចិត្តធ្វើជាដៃគូលើកទៅចរចាលូណាថាគ្រាន់តែឲ្យកម្មវិធីល្អមើលជើហ្វាងសង្ស័យតែត្រូវសហការសុងលីងទូរស័ព្ទចូលមកជើហ្វាងមើលរួចចុចបិទភ្នែកលូណាប្រែជាត្រជាក់ខ្ញុំសុំឲ្យអ្នកតាមខ្ញុំហើយកែតម្រូវបានគ្រប់ពេលឪពុកម្ដាយជើហ្វាងមកលេងសុងលីងមិនដឹងក៏មកលេងនាងអង្គុយលើសាឡុងតែម្ដងធ្វើឲ្យគាត់ទាំងពីរឆ្ងល់អ្នកណាគេពេលនោះសុងលីងទើបដឹងខ្លួននាងខ្មាស់អៀនខ្លាំងណាស់ទោះជានាងគោរពសួស្ដីគាត់ទាំងពីរព្យាយាមសង្គ្រោះមុខមាត់តែមិនបានផ្លាស់ប្ដូរចិត្តម្ដាយគឺអ្នកនឹងហើយដែលលួងលោមកូនស្រីខ្ញុំអ្នកចាំខុសហើយខ្ញុំមិនបានទៅខ្ញុំថាណាត់ជួបមែនខ្ញុំនិយាយហើយឬនៅខ្ញុំបាននិយាយឬ